សម្រាប់អ្នកដែលធ្វើវិបស្សនាក៏ដូចជាអ្នករៀនអភិធម្មខ្លាំងមែនតើប៉ុន្តែអត់ស្របនៅលើអត់បង្ហោះនៅលើ Facebook ទេព្រោះអ្នកទៅវិបស្សនាជាច្រើនដែលគាត់ចូលរួមនៅទីនេះហើយថ្ងៃនឹងផងដែរក៏មានអ្នកគ្រូវិបស្សនាអ្នកគ្រូពូនរិនគាត់ជាអ្នកគ្រូនៅមណ្ឌលវិបស្សនាហើយខ្ញុំផ្ទាល់ជាកូនសិស្សវិបស្សនាហើយក៏ជាកូនសិស្សអភិធម្មបានន័យថាទាំងពីរហ្នឹងខ្ញុំស្របទៅទាំងពីរក៏ប៉ុន្តែមានយកវាវហាខាងណាមួយណាខ្ញុំក៏ថាជីវិតខ្ញុំក៏ដូចជាជីវិតលោកគ្រូយើងមានជីវិតតែមួយដូចគ្នាចាស្លាប់តែម្ដងហើយលោកគ្រូពេលដែលខ្ញុំទៅវិបស្សនាខ្ញុំមានមូលហេតុសាងហេតុគ្រប់បច្ច័យដល់គឺខ្ញុំទៅអញ្ចឹងដូចលោកគ្រូអភិធម្មហើយនឹងដូចជាកូនសិស្សអភិធម្មយល់ហេតុអីបានទៅអត់សុកគឺទៅទេតែទៅនឹងខ្ញុំអត់យល់អីមែនអត់ខុសទេដូចបងតាប់គាត់មានប្រសាសន៍ថាហេតុអីមិនកូនអ្នកវិបស្សនាអត់ទាន់យល់ទ្រឹស្ដីផងក៏ទៅបដិបត្តិតាមក៏ពិតតែខ្ញុំនិយាយខ្ញុំអត់ដឹងថាក្បោះក្បាយឬមិនក្បោះក្បាយព្រោះមានអ្នកគ្រូនៅទីនេះបើខ្ញុំបកស្រាយទៅអត់ទាន់គ្រប់សូមអ្នកគ្រូជួយបន្ថែមមែនតើទៅពេលដែលខ្ញុំទៅវិបស្សនាក៏មានដែរទ្រឹស្ដីក៏ប៉ុន្តែដោយសង្ខេបខ្លាំងមែនតើហើយនៅក្នុងទ្រឹស្ដីទាំងអស់គឺមេរៀនអភិធម្មតែដូចលោកគ្រូមានប្រសាសន៍យើងរៀនអត់ចេះចប់ទេហើយនៅក្នុងនោះយើងធ្វើក្នុងរយៈពេល10ថ្ងៃហើយអ្នកដែលបង្កើតវិបស្សនាតាមបច្ចេកទេសរបស់ព្រះសម្មាសម្ពុទ្ធនោះគឺដោយ Goenka នៅក្នុងហ្នឹងក៏ខ្ញុំអត់មានស៊ីជម្រៅថាមូលហេតុអីបានឲ្យ Goenka គាត់បង្កើតអ្វីដែលដឹងហ្នឹងត្រួសតែខ្ញុំអត់លើកនិយាយនៅក្នុងនេះទេព្រោះយើងអត់មានការស្រាវជ្រាវអីពិតប្រាកដកុំឲ្យប៉ះពាល់ឈ្មោះគាត់ទោះបីជាគាត់ចែកឋានបាត់ហើយតែឃើញផលនៃអ្នកដែលទៅគឺបានច្រើនជាពិសេសបើខ្ញុំសង្កេតមើលឃើញវិញគឺអ្នកដែលគាត់នៅក្នុងចំនួនព្រោះប្រវត្តិ Goenka គាត់ជាអ្នកចំនួនតែអញ្ចឹងតែយើងទៅដូចពេលយើងរៀនអត់ទាន់យល់ពីចិត្តខ្លាំងចិត្តចេតសិកអញ្ចឹងគឺយើងធ្វើតាមអារម្មណ៍អញ្ចឹងពេលដែលយើងទៅម្នាក់គឺទទួលបានអារម្មណ៍ថាអូមានតែវិបស្សនាទេដែលជួយតែដូចខ្ញុំទៅខ្ញុំគិតថាមុននឹងទៅវិបស្សនាខ្ញុំបើកឡានស្លាប់ញយដងលោកគ្រូបើខ្ញុំគិតថាពេលហ្នឹងបើខ្ញុំនៅចាំរៀនអភិធម្មប្រហែលជាខ្ញុំអាចស្លាប់តែខ្ញុំទៅវិបស្សនាបានអ្នកគ្រូគាត់ជួយអាចជួនកាលនៅកន្លែងមួយដែលអ្នកដែលបដិបត្តិទាំងអស់គឺគេមានទឹកចិត្តសទ្ធាជ្រះថ្លាធម្មធាតុជ្រះថ្លានៃបុគ្គលទាំងអស់ហ្នឹងហើយខ្ញុំបានអង្គុយបដិបត្តិជាមួយពួកគាត់នៅក្នុងករណីហ្នឹងគឺខ្ញុំអាចទទួលបានធម្មធាតុហ្នឹងតែឲ្យខ្ញុំយល់មិនយល់គឺខ្ញុំអត់តាន់ដឹងទេតែខ្ញុំជឿជាក់នៅលើសទ្ធាជ្រះថ្លារបស់បុគ្គលរាប់អានជាមួយគ្នាបានដោយធៀបពេលដែលខ្ញុំទៅដល់ថ្ងៃចុងក្រោយខ្ញុំនៅតែស្លាប់ទៀតអញ្ចឹងដល់ពេលមួយហ្នឹងតិចខ្ញុំថាធរក៏ជួយមិនបានដែរមើលទៅជីវិតមួយនេះប្រហែលជាត្រូវចប់ហើយដល់ពេលអ្នកគ្រូគាត់ថាអត់ទេកូននៅតាំងចិត្តតទៅទៀតគាត់រក្សារហូតដល់ខ្ញុំនៅឲ្យចាប់10ថ្ងៃដល់ពេលខ្ញុំនៅចាប់10ថ្ងៃទៅតាំងកពិតខ្ញុំថាមិនមែនរឿងបច្ចេកទេសវិបស្សនាឬអីគឺចិត្តខ្លួនឯងដោយពេលហ្នឹងយើងរៀងខ្សោយអារម្មណ៍យើងក៏ទៅគេហៅថាអាដួលស្លាប់ហ្នឹងយើងគិតស្លាប់គឺវាទៅស្លាប់មែនហើយដឹងអត់ដឹងខ្លួនមកផ្លែតក៏យើងដឹងខ្លួនមកវិញដល់ពេលហើយអ្នកគ្រូក៏បង្រៀនថាកូនគ្រាន់តែដកដង្ហើមតែអញ្ចឹងខ្ញុំថាអូយល់ដល់ពាក្យចាស់តែងតពោថាំងអត់ដឹងខ្យល់អីសោះអញ្ចឹងក៏ខ្ញុំខ្លួនឯងពេលហ្នឹងភ្ញាក់មកគិតថាអូខ្ញុំរស់នៅអស់ពេលខ្ញុំទៅហ្នឹងថាអាយុ37ចុះលោកគ្រូ37ឆ្នាំខ្ញុំអត់យល់ពីការដកដង្ហើមអញ្ចឹងនៅក្នុងវិបស្សនាហ្នឹងគឺបង្រៀនខ្ញុំឲ្យខ្ញុំចេះដកដង្ហើមពេលដែលខ្ញុំធ្វើតាមអ្នកគ្រូញឹកញយខ្ញុំលេងអីតែម្ដងដល់អញ្ចឹងខ្ញុំថាអូប្រហែលជាយើងអត់បានពិនិត្យមើលខាងក្នុងខ្លួនឯងយើងអត់បានយល់ពីចិត្តខ្លួនឯងអាហ្នឹងចប់រឿងវិបស្សនាហើយដល់ពេលខ្ញុំចូលមកខ្ញុំបានរៀនអភិធម្មពេលដែលខ្ញុំរៀនខ្ញុំគិតថាអូតាមពិតនៅក្នុងវិបស្សនាដែលយើងស្ដាប់ទ្រឹស្ដីហ្នឹងគឺខ្លីសង្ខេបខ្លាំងមែនតើធ្វើឲ្យយើងពិបាកនៅក្នុងការបដិបត្តិយល់ឲ្យវិបស្សនាស៊ីជម្រៅធ្វើឲ្យខ្ញុំគិតថាអូយល់ឲ្យហេតុអីបានអ្នកវិបស្សនានិងអ្នកអភិធម្មអត់ចូលគ្នាព្រោះអ្នកអភិធម្មគាត់មានមោទនភាពគាត់ច្បាស់ណាស់ពេលខ្លះដោយលោកគ្រូមានប្រសាសន៍អញ្ចឹងអ្នកហ្នឹងធ្វើដូចខ្លួនឯងច្បាស់ប៉ុន្តែមិនមែនអ្នកអភិធម្មពិតប្រាកដមិនមែនជាបុគ្គលត្រង់ដូចតែខ្ញុំតែងតែនិយាយពាក្យហេតុអីបុគ្គលម្នាក់ហ្នឹងខ្ញុំហៅជាបុគ្គលត្រង់ព្រោះខ្ញុំមើលខ្ញុំសម្លឹងខ្ញុំគិតច្បាស់អានេះជាទិដ្ឋិរបស់ខ្ញុំដូចគ្នាតែខ្ញុំជឿជាក់ថាអ្វីដែលខ្ញុំបានរៀនជាច្រើនមកខ្ញុំអាចហៅបុគ្គល
ម្នាក់នឹងជាបកគោលត្រង់ក៏ខ្ញុំមានឯកសារឬក៏ផុសតាងជាច្រើនហើយក៏ខ្ញុំមានឃើញបទពិសោធន៍ដែលគាត់ចែករំលែកនឹងពិតជាជួយមែនប៉ុន្តែមានអ្នកអភិធម្មមួយចំនួនដែលគាត់មិនជាចេះតែគាត់យកទិដ្ឋិគាត់យកមកទៅចែកជាមួយអ្នកអភិធម្មអ្នកវិបស្សនាអញ្ចឹងធ្វើឲ្យចំនួនរវាងអ្នកវិបស្សនាក៏ដូចជាអ្នកអភិធម្មខ្លាំងមែនតើលោកគ្រូខ្លាំងដូចបងតាប់មានប្រសាសន៍រហូតដល់ចង់បង្កើតនិកាយធ្វើឲ្យអ្នកវិបស្សនាមួយចំនួនធ្វើឲ្យគាត់អត់ចង់នៅចិត្តអ្នកអភិធម្មទេព្រោះអ្នកអភិធម្មថាអ្នកវិបស្សនាឈួតអ្នកវិបស្សនាក៏ថាអ្នកអភិធម្មឈួតហើយតាមកាពិតពីរហ្នឹងអភិធម្មវិបស្សនាតែមួយតែខ្ញុំត្រឹមតែជាកូនសិស្សដែរខ្ញុំអត់មានសមត្ថភាពអីនៅក្នុងការបញ្យល់ហើយឱកាសនេះគឺល្អមែនតើមានទាំងអ្នកគ្រូវិបស្សនាក៏មានទាំងលោកគ្រូអភិធម្មអញ្ចឹងខ្ញុំគិតថាអ្វីដែលខ្ញុំបកស្រាយហើយជូនអ្នកគ្រូក៏ដូចជាលោកគ្រូចាដើម្បីឲ្យយើងបានដឹងថាដោយលោកគ្រូមានប្រសាសន៍អញ្ចឹងគឺលោកគ្រូឡាយអញ្ចឹងក៏បានមានអ្នកស្ដាប់ច្រើនដូចខ្ញុំនិយាយនេះគឺក្នុងគ្រាន់តែជាការចែករំលែកដែលខ្ញុំឮដូចគ្នាខ្ញុំប្រាប់ឲ្យតែខ្ញុំកូនសិស្សខ្ញុំចូលរួមទាំងពីរទាំងវិបស្សនាទាំងកូនសិស្សរៀនអភិធម្មតែអត់មានយោបល់អីទេអ្វីដែលលើកឡើងហ្នឹងចង់ឲ្យមានការបង្រួបបង្រួមរវាងកូនសិស្សអភិធម្មក៏ដូចជាអ្នកដែលទៅវិបស្សនាមែនតើយើងកុំប្រកាន់គ្នាយើងក្រោមបច្ចេកគេហៅបច្ចេកទេសរបស់ព្រះសម្មាសម្ពុទ្ធតែមួយតែខ្ញុំមិនមែនជាអ្នករៀនបានបញ្យល់ឲ្យបានលម្អិតឲ្យចូលដល់បរមត្ថដោយលោកគ្រូបានខ្ញុំអត់ចង់ឲ្យបុគ្គលដែលគាត់ស្ដាប់ទៅវង្វេងណាអញ្ចឹងខ្ញុំជឿជាក់លើលោកគ្រូបញ្យល់អាចជួយសម្រួលនៅក្នុងជំនួសខ្ញុំអញ្ចឹងជឿលើព្រះសម្មាសម្ពុទ្ធរឿងដែលយើងចង់ឲ្យត្រូវគ្នានឹងរឿងរបស់យើងតែបើមនុស្សតោះគ្នាគ្មានតែចង់តាមយើងចង់ទេហ្នឹងថាតឯកាន់មីក្រូហ្វូនត្រូវតគ្នាហ្នឹងលោកគ្រូអភិធម្មខ្ញុំនិយាយហ្នឹងខ្ញុំដឹងតែចិត្តអាចង់ហ្នឹងវាអញ្ចឹងឯងលោកគ្រូអត់បញ្យល់ចឹងទេបំណងរបស់ព្រះសម្មាសម្ពុទ្ធធំធេងមែនទេចាបើនិយាយពីបតីករុណាវិញលោកប្រៀបធៀបថាព្រះអង្គមានបតីយ៉ាងណាចំពោះរាហុលដែលជាបុត្ររបស់ព្រះអង្គណាចាព្រះអង្គក៏មានបតីដល់សត្វទូទៅដូចគ្នាមានពេលខ្លះព្រះអង្គនៅចងោគឺខកឆ្លោះគ្នាមុខព្រះអង្គថាគុំឆ្លោះគ្នាស្រស់ស្រួលគ្នាទៅនៅវត្តកោសាំពីឆ្លោះគ្នាគ្រាន់តែរឿងជុះអត់ចាក់ទឹកគឺខកធម្មកថាមួយអង្គហើយវិន័យធម៌មួយអង្គម្នាក់មានកូនសិស្ស500ដូច្នេះរាល់ពេលដែលឆ្លោះគ្នាវាមិនមែនកុសលធម៌ឆ្លោះគ្នាទេប្រកបណាស់បើកាន់មាននេះរៀងខ្លួននោះឯងហើយបើមាននេះវាកើតឡើងហើយមិនឲ្យឆ្លោះគ្នាមិនមិនចឹងអានឹងការងាររបស់មាននេះឯកភាពធម្មចំណុចហ្នឹងលើកមានអ្នករៀងខ្លួនអ្នកវិបស្សនាក៏មានអ្នករៀនអភិធម្មក៏មានអ្នកក៏ដោយឲ្យតែនៅមានអ្នកឆ្លោះទាំងអស់អញ្ចឹងកុំឲ្យអ្នកកូនសិស្សរៀនអភិធម្មថាអ្នកអភិធម្មអ្នកមិនអភិធម្មអ្នកវិបស្សនាមិនវិបស្សនាឲ្យតែមានកលេសឆ្លោះគ្នាអត់ទេអ្នកដែលគេអត់រៀនអភិធម្មឬអ្នកអត់ទៅវិបស្សនាពីព្រោះពេលដែលកុសលកើតវាអត់ឆ្លោះគ្នាទេហ្នឹងហើយខណៈកុសលកើតវាឆ្លោះទេមហាកុសលឆ្លោះគ្នាទេមហាកុសលអត់ឆ្លោះទេព្រោះមហាកុសលអត់មានបដិខៈទេក៏ប៉ុន្តែប៉ុន្តែទៅលើយើងគិតហ្នឹងឥឡូវទៅរួមមហាកុសលណាមួយមកឆ្លោះគ្នាឲ្យខ្ញុំស្ដាប់បរិយាយហ្នឹងដោយសារឃើញថាលោកគ្រូឡាយហើយជាគណៈនេះជាគណៈឲ្យខ្ញុំទៅបង្រួមអត់ទេអត់ជួលោកគ្រូអត់អាចបង្រួមអ្នកណាបានទេឲ្យនិយាយថាម៉េចចង់ឲ្យលោកគ្រូបញ្យល់តើបញ្យល់ថាម៉េចបញ្យល់ថាខ្ញុំមិនទៅប្រកបបញ្ជាលោកគ្រូបញ្យល់កើតអត់កើតទេអត់កើតពិតមែនណាបើមិនដឹងចង់ឲ្យបញ្យល់ម៉េចបងខ្ញុំបញ្យល់ថាម៉េចអត់ទេមែនលោកគ្រូដោយសារខ្ញុំមានចិត្តដោយលោកគ្រូមានប្រសាទខដែលថាចិត្តចេតនាដែលចង់ខ្ញុំដឹងហើយបំណងថាទាំងសងខាងហ្នឹងគួរតែមានការយោគយល់មែនទេគួរតែមានការសិក្សាពីគ្នាទៅវិញទៅមកមែនទេមិនគួរប្រកាន់រៀងខ្លួនទេមែនទេមិនគួរល្មិចបើវាកើតទៅហើយគ្រប់យ៉ាងដែលកើតសិតតែគួរឃ
là mấy bạn cũ tha cả nạn nâng mau bị cái lại về cáo bạn về bạc cắn đúng không ប៉ុន្តែបើសិនជាលោកគ្រូបញ្យល់អត់ទេអត់និយាយមកដល់រីទេពេលលោកគ្រូបានបញ្យល់អ្នកដែលស្ដាប់ខ្ញុំជឿជាក់ថាអ្នកដែលស្ដាប់អ្នកដែលបំរុងស្ដាប់អ្នកដែលបំរុងសោវិជ្ជាសតាហ្នឹងគេអត់ឆ្លោះតាំងតែពីដើមមកមិនចឹងអ្នកបំរុងអត់ឆ្លោះគេអត់ឆ្លោះទេតែបើអ្នកបំរុងឆ្លោះព្រះប្រាប់ក៏នៅតែឆ្លោះដែរក៏ប៉ុន្តែលោកគ្រូយើងអាចប៉ុន្តែឥឡូវដែលស្ដាប់រឿងកោ32ហ៎អត់ហងកោ32មានគ្រូពីរអង្គល្បីចាហ្នឹងព្រះអង្គនៅចាឃើញទេមួយអង្គដែលជាធម្មកថានោះចូលទៅប្រគល់មុនឯចេញមកវិញភ្លេចចាក់ទឹកហើយភិក្ខុតែប្រើប្រគល់អត់ចាក់ទឹកត្រូវបាត់ទៅគាត់ត្រូវទោសចាអញ្ចឹងគ្រូមួយអង្គទៀតចូលទៅដល់តែចូលទៅសួរថានរណាចូលប្រគល់មិញហើយធម្មកថាថាកណាហើយអវសោឯងអត់ដឹងត្រូវទោសទេចូលប្រគល់អត់ចាក់ទឹកអញ្ចឹងទៅលោកព្រមថាអូជាទោសរបស់កណាអញ្ចឹងកណាសុំសម្ដែងចេញអញ្ចឹងបើមែនទេទៅអាបត្តិហ្នឹងវាអស់តទៅទៀតត្រឹមព្រមសម្ដែងចេញហ្នឹងឯងអញ្ចឹងបើមួយអង្គទៀតនោះបញ្ចប់ក៏វាចប់ដែរប៉ុន្តែវិន័យធងទៅវិញប្រាប់កូនសិស្សខ្លួនឯងនោះមួយអង្គធម្មកថានោះចេះតែនិយាយទេតែខណៈជួបប្រគុណក៏ត្រូវទោសដែរអញ្ចឹងកូនសិស្សលឺអញ្ចឹងមកប្រអាប់កូនសិស្សមកខាងទៀតគ្រូលោកឯងចេះតែនិយាយខណៈចូលជួអាចហ្នឹងក៏ត្រូវទោសដែរដល់អញ្ចឹងមកសួរគ្រូរបស់ខ្លួនឯងលោកគ្រូគេថាលោកគ្រូខណៈចូលបន្ទប់ទឹកក៏ត្រូវទោសដែរអញ្ចឹងមែនអត់វាអញ្ចឹងមែនប៉ិនអញព្រមសម្ដែងចេញហើយតាឯទៅទៅវិញគ្រូលោកឯងនឹងរករឿងគ្រូអញព្រមសម្ដែងទោសចេញហើយតើមិនក៏នៅនិយាយទៀតឆ្លោះគ្នាមកវត្តហ្នឹង1000អង្គនៅកោ32ហើយប្រពុតនៅហ្នឹងព្រះអង្គនៅហ្នឹងលូឡូឡាព្រះអង្គលឺសួរអនន្តរឿងអីអនន្តវាខកឆ្លោះគ្នាឆ្លោះគ្នាហើយយើងមកខាង500មកខាង500កម្លាំងច្រើនណាព្រះអង្គផ្ដាំពាក្យហ្នឹងជាមួយនឹងព្រះអនន្តទៅប្រាប់ថាសមិកសុខាសង្ឃសសាមេគីសមិគាណੰតបោសុខោពាក្យហ្នឹងដែលព្រះអង្គលើកពេលហ្នឹងថាសេចក្តីព្រមព្រៀងគ្នារបស់ពួកក្រុមឬក៏សង្ឃហ្នឹងនាំមកនៅសេចក្តីសុខអ្នកទាំងឡាយចូលស្រស់ស្រួលគ្នាទៅពាក្យព្រះចាហើយយកខ្ញុំនៅណាព្រោះលោកគ្រូពាក្យហ្នឹងអានន់នាំទៅម្ដងប្រាប់ថាព្រះអង្គផ្ដាំមកថាអ្នកទាំងឡាយថាការសាមគ្គីគ្នាក្នុងពួកក្រុមនឹងនាំមកនៅសេចក្តីសុខការឆ្លោះតោះតែងគ្នាមិននាំមកនៅសេចក្តីសុខទេអ្នកទាំងឡាយចូលព្រមព្រៀងគ្នាគ្រប់3ដងដឹងភិក្ខុនឹងផ្ដាំទៅវិញមិនទេសូមព្រះអង្គគង់ស្ងៀមចុះទុកឲ្យពួកកណាអត់ទេដារីអត់ចឹងទេខ្វល់ខ្វាយតិចចុះទុកឲ្យពួកកណានឹងហើយជាមូលហេតុដែលព្រះអង្គមិនគង់នៅកន្លែងហ្នឹងក្នុងភាសាមួយព្រះអង្គទៅគង់នៅប៉ាលីឡៃភ្នំប៉ាលីឡៃដែលមានតម្រៃប៉ាលីឡៃក្នុងកនូដែលគេគូមានតម្រៃមានស្វាបំរើព្រះអង្គហ្នឹងក្នុងភាសាហ្នឹងព្រះអង្គអត់គង់នៅហ្នឹងទេណាឃើញទេបុគ្គលេសការជ្រះថ្លានឹងក៏ពុទ្ធអស្ចារ្យសម្រាប់តែកុសលទេណាសម្រាប់តែពេលកុសលកើតទៅពុទ្ធអស្ចារ្យតែបើអកុសលកើតតែពុទ្ធមកប្រមាណអង្គក៏អត់មានអស្ចារ្យជេរទៅពុទ្ធទៀតលើមិនអញ្ចឹងណាហើយធัวអញ្ចឹងដែរឃើញព្រះអង្គថាទេថាទ្វេនៃព្រះនិព្វានបើកហើយសត្វដែលមានសោតៈគឺតិចជួបបញ្ចេញនៅដៃគឺសទ្ធាមកចុះអញ្ចឹងទទួលយកធัวព្រះអង្គបានទល់តែមានដៃស្អីគេគឺសទ្ធាបើអត់សទ្ធាទេទទួលយកអត់បានទេពាក្យព្រះត្រូវប្រមាណក៏ដោយក៏អត់ដែរឃើញទេឃើញធัวទាំងឡាយកើតស្របហេតុទេវាមិនមែនត្រឹមតែសមហេតុផលទេណាស្ដាប់ធัวព្រះអង្គកុំយកតែត្រឹមសមហេតុផលពាក្យកុហកឲ្យតែប្រកែនិយាយគង់តែសមហេតុផលតែពាក្យពុទ្ធគឺនិយាយពីហេតុផលពិតប្រាកដអញ្ចឹងវាទល់តែចូលដល់ហេតុផលពិតប្រាកដដល់ឆ្លោះគ្នាកាលនោះតាមអត្តកថាលោកបញ្ជាក់មិនមែនឆ្លោះតែលោកទេអញ្ចឹងលោកទាំងសងខាងមិនមានបពុកុហកមិនកាន់មកខាងដល់មនុស្សនិងមនុស្សឆ្លោះគ្នាប្រកាន់មកខាងភូមិទេវតាអាកាសទេវតា
រហូតដល់ចាតុំហារាជការឆ្លោះគ្នាឆកម្មាវចរហ្នឹងដល់បរណមិតវសវតីក៏ឆ្លោះគ្នាដែរប្រកាន់បពុដែរមើលហើយដល់ទៅព្រះរាជាមហាសិទ្ធិទៅរកព្រះអង្គអត់ឃើញបានឮដំណឹងថាដោយសារតែភិក្ខុឆ្លោះគ្នានឹងឯងបានព្រះអង្គអត់នៅប៉ុន្តែយើងគិតសួរថាព្រះអង្គងល់ហ្នឹងមែនទេពួកព្រះអង្គមើលឃើញហេតុកុំយកអាចិត្តយើងទៅថ្លឹងព្រះអង្គឃើញហេតុថាបើព្រះអង្គនៅនឹងភិក្ខុនឹងឆ្លោះគ្នាអត់ឈប់ទេតែបើព្រះអង្គចេញទៅគេមកអត់ឃើញព្រះអង្គគង់តែគេរករឿងលោកលែងហ៊ានឆ្លោះគ្នាហើយប៉ុន្តែបើយើងអីទូចារិកាអីមិនស្រួលចេញពីវត្តហ្នឹងមិនមែនចេញដោយព្រះអង្គណាខឹងមកណាចេញដោយទោសៈព្រះអង្គអត់ទេមិនមែនខឹងចេញដោយទោសៈទេដល់គេមកអត់ឃើញសួររកដើមហេតុថាមកពីភិក្ខុឆ្លោះគ្នាស្ដាច់ចេញរាជបញ្ជាបកាយឆ្លោះគ្នាចេញច្បាប់មួយណាហ៊ានដាក់បាតលោកហ៊ានឧបត្ថម្ភលោកផាកដាក់ទោសនគរហ្នឹងទៅបណ្ណាក៏អត់បានដែរទៅបណ្ណាប្រជាជនថាចង់បានកណាដាក់បាតទៅហៅព្រះអង្គមកវិញហើយវាកប់ជូនចូលភាសាព្រះអង្គមកវិញមិនកើតមកភាសាអត់បាយប្រហែលមួយអាទិត្យឡើងស្គមអស់កម្លាំងឆ្លោះគ្នារឿងលោកឆ្លោះគ្នារាល់ថ្ងៃមកពីវាសបោសបាយពេកហ្នឹងមកសាកពងអត់មួយអាទិត្យលេងឆ្លោះគ្នាអស់លើអត់មានកម្លាំងឆ្លោះអីហ្នឹងហើយដល់ចឹងទៅណាក៏គេមិនដាក់បាតទៅណាក៏គេមិនដាក់បាតវាអស់កម្លាំងអស់ឃ្លានផងនោះក៏យើងគិតអត់ទេបើយើងឆ្លោះគ្នាទៀតដាច់ពោះងាប់មកត្រូវគ្នាវិញដល់ត្រូវគ្នាវិញដើរទៅវត្តព្រះរាជាអាត្មាត្រូវគ្នាវិញហើយដាក់បាតវិញមកតើអត់ទេតលព្រះអង្គមកវិញដាច់ខាតចឹងហើយមានណាមកភាសានឹងខ្លះគេលួបទៅប្រកាន់ប្រគេនបន្តិចទៅរងស្គមឃើញទេរហូតដល់ចេញភាសាបានអនន្តនាំទៅសុំទោសព្រះអង្គណាដល់សុំទោសព្រះអង្គទៅព្រះអង្គសម្ដែងធម៌សម្រាប់ព្រះរហន្តអស់លីងនិស័យព្រះរហន្តផងឲ្យទៅនៅពធុជនវាភ្លើតែអញ្ចឹងហ្នឹងហើយអញ្ចឹងយើងក៏មិនអាចទៅប្រកាន់ថាគាត់កំពុងឆ្លោះគ្នានឹងវាពិតជាធ្លាក់នរកអីក៏យើងថាអត់ត្រូវហ្នឹងហើយបានព្រះអង្គសម្ដែងថាពធុជនជាអនិច្ចតៈថ្ងៃហ្នឹងឃើញអាក្រក់ជាងយើងថ្ងៃស្អែកគាត់ភ្លឺស្វាងជាងយើងក៏មានឃើញទេហ្នឹងហើយអញ្ចឹងព្រំដែនរបស់យើងមើលទៅចិត្តខ្លួនឯងនឹងចប់មកបងតារីតិចទៀតថាបើយើងយល់ថាធម៌ទាំងឡាយកើតពីហេតុច្បាស់ហើយនោះយើងគ្រាន់តែធ្វើអស់ពីលទ្ធភាពដែលយើងមានបំណងរួចហើយទុកឲ្យហេតុវាអ្នកសម្រេចផលអញ្ចឹងណាបាទប៉ុន្តែរឿងដែលទៅជាការឆ្លោះតោះតេងដូចខ្ញុំរំលឹកដដែលអញ្ចឹងថាវាអត់មានកុសលឆ្លោះទេគឺប្រកាសណាស់ថាជាអកុសលហើយត្រូវដឹងថាពុទ្ធជនយើងនេះល្ងិតខ្លាំងដោយព្រះអង្គសម្ដែងថាអន្តភូតោយ៉ាងលោកោលោកនេះងឹតឈឹងអញ្ចឹងបើងឹតហើយមិនរៀនទៀតវាមិនដឹងឲ្យភ្លឺល្មិចណាអញ្ចឹងការរៀនហ្នឹងគឺជាការបើកភ្នែកដំបូងរបស់យើងហើយនៅក្នុងសតិប្បដ្ឋានវិបស្សនាក៏ចឹងដែរបើសិនបើយើងយកបរតនត្រ័យជាធំក៏មិនអាចឆ្លោះគ្នាដែរប៉ុន្តែតែប្រកាន់គ្រូជាធំអានឹងជាបញ្ហាក្នុងអត្តកថាលោកបានប្រាប់ឲ្យលោកឃើញថាទៅក្រោយទៅគង់តែមនុស្សឆ្លោះគ្នានេះអញ្ចឹងបានជាលោកប្រាប់មកថាបុគ្គលមិនគប្បីសំទោសបុគ្គលគប្បីគោរពគ្រូឲ្យដូចទេវតាគោរពព្រះអិនគឺត្រូវតែគោរពគ្រូហើយក៏ប៉ុន្តែមិនគប្បីគោរពគ្រូឲ្យជាងព្រះរតនត្រ័យទេឃើញទេដែលយើងនៅវែងបលើហ្នឹងដោយសារមានគ្រូជាអារម្មណ៍ណាយើងអត់ច្បាស់ថានឹងពុទ្ធថាឬអត់ណាមេគាមួយហ្នឹងដែលយើងកំពុងដើរហ្នឹងជួនកាលយើងអត់ច្បាស់ថាទៅពុទ្ធថាឬអត់
Rồi chơi cái nén cừu nhom bền chẳng nè cứ chọp thầm khủ nó ngày chẳng thấy bán lục và mà mơ từ hàng cõi tham mình nuôi nâng ai chụp nè bực cừu nè chẳng mình lục thà bộc cúl cọp bay của rục cừu ở đôi tê và đà của rục rạn còn tay mình cọp bay của rục cừu oi lơ bờ ra tận trái tê chẳng á nè nè ngày hơiออกการจะอยู่นะมาหายดำไปเตียงตอดเรื่องเขาเตอร์นึงกลางปีโยพุทธไว้จะนะมาเตียงตอดนังโยไอจุ่มลูกต่อเต็งน้องศาสนาได้ตั้งปีประพุทธเติบเต็มปะไรนั่นเป็นเติมมาโรยชนะมอปุวัจีบทไอ้นึงเจตกิจประเดประดาเติมบันประร้อนโลกประโมกให้ดำไปโยโทวินัยมาเตียงตอดให้บัตรไทยยังอดโยโทวินัยโยมาเตียงตอดได้วิมีได้ชลูกคนนี้ยังไงวิมีไอเตียมุนของพระองค์ปะไรนั่นเป็นเติมท่าออกปีตถาคตเติร์โทษนะวินัยตาได้ตถาคตสำได้ให้ปัญญาทายหนึ่งไอ้จิกรูระบอบเนี่ยแต่งลายให้เจ้าไปยังโยกรูเนี่ยประเด็นยังทมเจียงเปียประพุทธฉลุให้วิธีฉลุจังไงแล้วอุทิศยังโตขึ้นนี่จะน้อยนามวยหมออยู่ปุถิกาหมออ่างเมียนไอ้เธอปากไก่เตียดแต่ไปโยกรูอันหมออ่างcụ anh năng ấy hay cái cụ cái nụ đá cái mịch phồm tam dương mình chấm năng à thưa ấy cái đói srop tam mia tì ca na bộ bút tham mịch tôi bay bạn đại bạn ấy cái đói tao về srop tam mia tì ca cái lại na vợ ông sầm đai cái lại na khinh vi cái lại a cắt đấy là ngày chân bà sân chỉ dương miên bộ bút chưa cru thôngครูประตอบมาครูปรริญญาปิธรรมก็ได้ครูวิปัสสนาก็ได้กรอนไตจีเนี่ยนอมซาดิกรอนไตจีเนี่ยโยมใจปะตอปันได้เบิดตุกปพุทธจีทมยังหนึ่งมีนตำหนอกสายแต่เบิดตุกครูอันจีทมประกอบกอมตัวครูอันน้องอ้อยเมนดูเมนนะปันนั้นมุนลงจากพระเจ้าtừ đây trong cõi này cả sắc xa pro để bạn bật thoa cứ đầm bay lẹ nở pa tiền là khan năng ai năng mình trăm tại lẹ nơi sự đâyประกันขนมสัตว์เดือดเตยสมใบแต่sự đâyประกันในขนมคันต่อล้วนนี่ก็เติร์แต่ลกัดได้อะไรยังแม่ได้จงกรอยจังบ้านปองสำได้ทาตถาคตปิจารณาเมื่อมันเคยเต้ถ้าตาเมียนสิกได้ประกันนามุ้ยได้มันน้อมởจัดขวาไอ้กิจปฏิบัติแต่งลายนั่นคือดำไปดอกจัดขวานั่นไงนั่นไงตอนนี้ยังกลมปัดไทม์ถังจังเนี่ยปฏิบัติทัวนั่งแรงขวาไอ้หงอนาไม่ตื้ออันนั้นยังเนี่ยท้าดอกแต่สิกได้กงวอลโดยนายเกล้ก็เป็นแต่โปปิ้งโดยปรุงบิเฮียโปปิ้งโดยเมตตาการณาโปปิ้งโดยการโยจัตุดะจุมปูเนี่ยเดเตเท็ดปิดโดยซาที่เกล้ชรานไปได้ได้สัตว์โลกนั้นมันอาจเพื่อสิกได้หล่อปิ้งลิงจุมปูเนี่ยเดเตแม่เนี่ยนั่นไงปลุกแต่หาสิกได้ชอบจุมเปะปลุกแต่เกล้ที่วิจัยตัวปลาที่ได้มนุษย์มันเนี่ยได้เมียนรัตเพียบอาจุยสังคมบานเฉินนั่งเวทเต้าจิมบานเถอะเวียนเมียนหึงไอ้มองปีอาจจะเปะเฉินนั่งไอ้แม่เนี่ยนั่งไงโดยอุติหออารมณ์ระบอบเกล้นั่งอารมณ์บอมหาก็สาวไปขอขณีทองแท้เมียนเปย์คล้เบอร์เซตโกดาวเลยเนี่ยจีปีแบบประเทศตัวแบบประเทศออกลุยเฉินนั่นนะนั่งไงแต่อันมีอารมณ์ทางสดายดิคนแต่แล้วเกี่ยวกับบุลเธอเตียนจุยกับมังโก้หรือก็เธอมนุษย์โทไอเจจ๊อกนั่งแต่ประมาณร้อยน้องเห็นจงหน้าเมนเนี่ยอันนี้ฉันก็นั่นจังเลิกอ้อยเคยท่าการศึกษาปฏิบัติปฐวคือดำไปรุ่ยรำดอกเพลย์จัดนั่งให้อ้อยรุ่ยอันเตะเราบอกกี่แหล่เนี่ยตีบอมพอดให้เมียนแต่มนุษย์ได้รุ่ยปีอันเตะบอกกี่แหล่ที่ได้อาจฟื้นประโยชน์ทมเมนเตนบานด้วยเปรียสมาสัมปุจิดาว
គ្មានធ្នូអ្វីទាំងអស់តាំងពីព្រឹកដល់យប់ដល់ភ្លឺទៀតដើម្បីសត្វលោកទាំងអស់ព្រោះអីព្រោះអត់មានអន្តៈកិលេសនឹងមកស្ទាក់ព្រះអង្គកើតឃើញទេពេលព្រឹកទៅបណ្ឌបាតពេលសៀលសំដែងធម៌ពេលប្រលប់ឲ្យអាបាតភិក្ខុសង្ឃពេលអាត្រៀតដោះសិក្សាដោះស្រាយទស្សនាទេវតាចិត្តភ្លឺប្រមាលមើលឧបនិស្ស័យសត្វទៀតឃើញទេអាម៉េចបានព្រះអង្គធ្វើការងារបានច្រើនម៉េះថាគ្មានកិលេសមករាំងស្ទះយល់ទេហ្នឹងហើយអញ្ចឹងបើមាគាណារៀនទៅហើយចម្រើនទៅហើយមានអ្នកនឹងកាន់តែខ្លាំងអបកម្មកាន់តែច្រើនមែនទេមែនទេហ្នឹងហើយបាទអញ្ចឹងរឿងល្អបំផុតហើយពីព្រោះព្រះអង្គដាក់តាមលំដាប់ឯតាបរិយ័តជាថ្នាក់ទី1បានវាឈានទៅរកបដិបាត់រួចទៅបានជាបដិវេទនឹងអញ្ចឹងអ្នកសួរនឹងមានចម្លើយហើយបានណាជាចង់ខ្ចីមាត់ខ្ញុំបាទហើយដែលយល់ថាពុទ្ធដីកាមានតម្លៃយ៉ាងណាទល់តែអ្នកភ្លុករសជាតិបាទបានដឹងរសជាតិហើយការទៅភ្លុកនៅព្រះពុទ្ធដីកាមួយប្រអស់ហើយកើតសេចក្តីជ្រះថ្លាទៅបានទល់តែទៅដោយសទ្ធាបើអត់សទ្ធាទេយកកិលេសយកទៅរៀនធម៌ពុទ្ធហ្នឹងអាចមានពេលខ្លះយកកិលេសទៅរៀនដូចអ្នកខ្លះសួរខ្ញុំថារៀនកាលចប់ក៏សួរអញ្ចឹងគាត់ចង់ឲ្យចប់ដោយអាដេញរៀន PhD អញ្ចឹងណា PhD គេរៀនប្រហែលឆ្នាំអញ្ចឹងទៅរៀនវគ្គ short course ខ្លីៗប៉ុណ្ណេះហើយចុះធម៌ប្រាំងរៀនប្រហែលឆ្នាំចប់ហ្នឹងហើយងាប់ក៏មិនចប់ដែរធម៌ពុទ្ធនឹងរៀនដល់អស់កិលេសបានចប់អញ្ចឹងបានជានៅពេលដែលខ្លាយជាអរិយបុគ្គលថ្នាក់ក្រោមលោកហៅថាសិក្ខបុគ្គលបុគ្គលដែលត្រូវតែសិក្សាបន្ថែមដើម្បីធ្វើឲ្យអស់នៅសេចក្តីទុក្ខទល់តែខ្លាយជាព្រះអរហន្តតែម្ដងទៅឈ្មោះថាអសិក្ខបុគ្គលគឺបុគ្គលមិនត្រូវការសិក្សាបន្ថែមទៀតទេអាម៉េចបានមិនត្រូវការសិក្សាបន្ថែមទៀតព្រោះវាអស់ធាតុល្ងងអាលីងមានតែព្រះអរហន្តទេដែលអស់ធាតុល្ងងរលីងត្រឹមសោតានៅមានធាតុល្ងងដែរណាបើលោកមិនល្ងងមិនមែននៅយកប្រពន្ធដូចខ្ញុំអញ្ចឹងទេខ្ញុំមិនមែនសោតាទៀតបាទតែមិនអាចហៅលោកជាបុគ្គលពេលទេអញ្ចឹងណាដូចសោតាសកតិអីហ្នឹងដូចនិយាយភាសាខាសម្រាប់តាំងពី7ឆ្នាំអនាថបណ្ឌិតក៏សម្រាប់សោតាដែរតែលោកអស់ធាតុល្ងងរលីងឬនៅទេព្រោះនៅមានកាមរាគៈនៅមានបដិខៈនៅមានតោមនស្សអាម៉េចបាននៅកាមរាគៈមិនបាននៅតោមនស្សកើតថាអត់តន់អស់ល្ងងអត់តន់អស់មោហៈរលីងអញ្ចឹងហ្នឹងហើយដល់តែនៅសល់ធាតុល្ងងអញ្ចឹងទៅលោកមានឈ្មោះថាសិក្ខៈត្រូវសិក្សាបន្ថែមទៀតចម្រើនមគ្គខាងលើបន្ថែមទៀតទល់តែព្រះខៃណាស្របឬក៏ជាព្រះអរហន្តទៅហៅថាអសិក្ខៈមានន័យថាបុគ្គលមិនចាំបាច់រៀនអីទៀតទេព្រោះអីព្រោះសោលាសកិច្ចហ្នឹងបានចប់សពគ្រប់ហើយមានន័យថាកិលេសហ្នឹងអស់អាលីងហើយរៀនទៅស្អីទៀតទៅមានឈ្មោះថាអសិក្ខៈប៉ុន្តែសួរថាចុះបើរោគរៀនមិនដែរបានលោកនឹងរៀនទៅជាឃ្លាំងហៅថាផនឌាគិរិកៈបរិយ័តលោកអត់មានរៀនដើម្បីជំរះចិត្តអីតទៀតទេ